ខ្ញុំដឹងថាលុយសំខាន់សម្រាប់ខ្ញុំក៏សំខាន់សម្រាប់ពុកម៉ែបងប្អូនដែរក៏ប៉ុន្តែយើងគួរកប់បីកុំឲ្យតម្លៃលុយនោះខ្លាំងជាងយើងព្រោះលុយទាំងនោះវាគ្រាន់តែជាវត្ថុខាងក្រៅវាមិនអាចទិញក្តីសុខពិតប្រាកដវាមិនអាចទិញអនុស្សាវរីយ៍ល្អៗបានទេដូចជានៅក្នុងคลิปវីដេអូនេះគឺនៅប្រទេសចិនផ្ទះជាច្រើនខ្នងសម្រាប់ប្រជាពលរដ្ឋដែលមិនលក់ជូនរដ្ឋហើយក៏មិនចង់បានសំណងពីរដ្ឋដែលផ្ដល់ឲ្យទេទោះបីលុយនោះច្រើនប៉ុណ្ណាក៏ដោយក៏ពួកគាត់មិនលក់ដែរព្រោះតែផ្ទះទាំងនោះសត្វតែជាអនុស្សាវរីយ៍របស់ពួកគាត់យើងដឹងហើយបងប្អូនផ្ទះនីមួយសត្វតែមានអនុស្សាវរីយ៍ទាំងអស់ការយើងធ្លាប់រស់នៅផ្ទះនឹងនៅតូចអនុស្សាវរីយ៍ជាមួយនឹងបាទមនុស្សជាទីស្រឡាញ់របស់យើងហើយក៏មានអនុស្សាវរីយ៍ល្អៗជាច្រើនអញ្ចឹងលុយមិនអាចទិញនៅអនុស្សាវរីយ៍ទាំងនោះបានទេបើសិនជាពួកគាត់លក់ផ្ទះនោះគាត់នឹងបាត់បង់នៅអនុស្សាវរីយ៍រឿងរ៉ាវជាច្រើនដែលពួកគាត់ធ្លាប់ឆ្លងកាត់ពេលវេលាដែលគាត់ធ្លាប់រស់នៅរឿងជាច្រើនដែលគាត់ធ្លាប់រស់នៅអញ្ចឹងបើសិនជាគាត់លក់ផ្ទះនោះហើយគាត់នឹងបាត់បង់នៃអនុស្សាវរីយ៍ទាំងអស់ហើយអញ្ចឹងគាត់មិនទទួលលុយនឹងសំណងទេគាត់សុខចិត្តបាទរស់ត្រឹមមហូបឬក៏បានរស់ត្រឹមតែប៉ុណ្ណឹងក៏បានហើយឲ្យតែនៅអនុស្សាវរីយ៍ដែលគាត់ធ្លាប់រស់នៅទៅមុខទៀតគាត់មិនដឹងទេសម្រាប់កូនចៅគាត់ទៀតក៏គាត់មិនដឹងដែរតែពេលនេះគឺគាត់កំពុងតែរស់នៅគាត់គ្រប់គ្រងគាត់មិនលក់នៅអនុស្សាវរីយ៍ដែលគាត់ធ្លាប់រស់នៅពីតូចមកទេចុះបងប្អូនវិញយកឃើញយ៉ាងណាតើបងប្អូនបើសិនជាមានអនុស្សាវរីយ៍មួយដែលល្អហើយគេចង់ផ្ដល់តម្លៃលុយជាច្រើនដើម្បីទិញអនុស្សាវរីយ៍នោះចេញពីបងប្អូនតើបងប្អូនលក់ទេហើយបងប្អូនយកឃើញយ៉ាងណានៅក្នុងคลิปវីដេអូនេះសូមចូលទៅ comment ហើយបងប្អូនកុំភ្លេចជួយ like និង follow ដើម្បីទទួលបាននូវវីដេអូថ្មីសូមអរគុណ